នភាពនៅតំបន់មជ្ឈមបូព៌ាកំពុងឈានដល់ចំណុចកណ្ដាលខ្លាំងជាថ្មីម្ដងទៀតខណៈដែលទីក្រុងតេហេរ៉ង់បានចេញមុខព្រមានចំទៅកាន់ទឹកដីសហរដ្ឋអាមេរិកជុំវិញលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាក្នុងកំឡុងពេលដែលអ៊ីរ៉ង់កំពុងមានចលនាបាតកម្មអង្រួនប្រទេសប្រធានសភាអ៊ីរ៉ង់លោកម៉ាហាម៉ាត់បាហ្គាហ្គាលីបាកាលពីថ្ងៃអាទិត្យម្សិលមិញបានផ្ញើសារព្រមានដ៏រឹងមាំមួយទៅកាន់ទូរទស្សន៍រដ្ឋដោយបញ្ជាក់ថាទីតាំងយោធាអាមេរិកប្រព័ន្ធដឹកជញ្ជូនពាណិជ្ជកម្មនិងរដ្ឋអ៊ីស្រាអែលនឹងក្លាយទៅជាគោលដៅស្របច្បាប់នៃការវាយប្រហារសងសឹកប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រាប់ចាត់ប្រើប្រាស់កម្លាំងយោធាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់សេចក្តីថ្លែងការណ៍ទៅតាមនេះកើតឡើងចំពេលដែលបាតកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់រីករាលដាលពាសពេញទីក្រុងធំៗនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបណ្ដាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតមកហើយការប្រមាននេះត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងសម្ដីប្រធានាធិបតីដូណាល់ត្រាំដែលបានលើកឡើងថាសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួយក្រុមបាតកោកំពុងតាមដានទាំងដិតដល់អំពីហិង្សាដែលកើតមានដោយអាជ្ញាធរអ៊ីរ៉ង់នៅក្នុងសន្ទរកថានោះហ្គាលីបាបានប្រើពាក្យទឹកដីដែលកាន់កាប់សម្ដៅដល់ប្រទេសអ៊ីស្រាអែលដែលអ៊ីរ៉ង់ចាត់ទុកថាជាសត្រូវស៊ូពូជនោះនិងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់អាមេរិកនិងដាក់បញ្ចូលការដឹកជញ្ជូនពាណិជ្ជកម្មទៅក្នុងគោលដៅចំណុចនេះគឺជាការព្រមានដ៏គ្រោះថ្នាក់បំផុតដល់សេដ្ឋកិច្ចពិភពលោកដែលសំដៅលើនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហាមូសដែលជាចំណុចដង្ហើមសេដ្ឋកិច្ចសកលលោកប្រសិនបើអ៊ីរ៉ង់បិទច្រកនេះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់កប់ពពកភ្លាមៗដែលនេះគឺជាយុទ្ធសាស្ត្រយកពិភពលោកធ្វើជាចំណាប់ខ្មាំងដើម្បីរារាំងអាមេរិកកុំឲ្យហ៊ានប្រើកម្លាំងគួររំលឹកផងដែរថាភាពតានតឹងរវាងប្រទេសទាំងពីរនេះមិនមែនជារឿងថ្មីនោះឡើយកាលពីខែមិថុនាឆ្នាំមុនកងកម្លាំងអាមេរិកធ្លាប់បានបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលនាំឲ្យប្រជុំមុខដាក់គ្នាយ៉ាងខ្លាំងក្លាចំណែកឯរដ្ឋបាលរបស់អ៊ីរ៉ង់នៅតែបន្តចោទប្រកាន់ថាបាតកម្មនាពេលបច្ចុប្បន្ននេះគឺជាល្បែងនយោបាយដែលគ្រប់គ្រងដោយបរទេសដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះក្រុមអ្នកវិភាគយល់ឃើញថាសាររបស់អ៊ីរ៉ង់នាពេលនេះគឺជារនាំងការពារខ្លួនផងនិងជាការឌឺដងទៅកាន់សហគមន៍អន្តរជាតិផងសំណួរសួរថាតើអាមេរិកនឹងសម្រេចបន្តគ្រប់គ្រងក្រុមបាតកោដោយរបៀបណាដើម្បីជៀសវាងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងតំបន់